បងប្អូនធ្លាប់ទេសប្តិឃើញសត្វជ្រូកសត្វគោសត្វមាន់សត្វទាសត្វទាំង4ក្បាលនេះចាប្រសិនបើបងប្អូនសប្តិមួយណាក៏ល្អដែរគឺតកតងទៅនឹងលាភសំណាងប៉ុន្តែទន្ទឹមនឹងលាភសំណាងក៏មានចាអាក្រក់រួមគ្នាតែម្ដងចាគឺមិនទាំងអស់នោះទេចាសម្រាប់ជាមួយនឹងនាងខ្ញុំដូចទៅតែការដែលសប្តិឃើញសត្វជ្រូកគោមាន់ទានេះនាំមកនៅលាភសំណាងដល់ម្ចាស់សប្តិចឹងណាទី1សប្តិឃើញជ្រូកចាបងប្អូនជាទីគោរពស្រឡាញ់ការបើបងប្អូនគេងសប្តិចាសប្តិឃើញជ្រូកនេះគឺចង់បង្ហាញថាគឺជានិមិត្តរូបនៃដំណឹងល្អសត្វជ្រូកបង្ហាញខ្លួននៅក្នុងក្តីសុបិនរបស់អស់លោកអ្នកគឺជាប្រផ្នូលល្អពាក់ព័ន្ធទៅនឹងទ្រព្យសម្បត្តិពាក់ព័ន្ធទៅនឹងលុយកាក់និងអាជីពលោកអ្នករីកចម្រើនប្រសិនបើម្ចាស់សុបិនជាអ្នកជំនួញជួញដូរវិញមិនថាសត្វជ្រូកលេចឡើងក្នុងទម្រង់បែបណាក្តីចានោះមានន័យថាប្រាក់ចំណូលរបស់អស់លោកអ្នកហូរចូលកគ្រប់ក្រែងតែម្ដងហើយចំណែកអ្នកដែលធ្វើការនៅក្នុងការិយាល័យ Office ឬក៏អ្នកធ្វើការក្រោមបង្គាប់គេវិញនេះជាតម្រុយដែលត្រូវបានដំឡើងឋានៈឬទទួលបានប្រាក់រង្វាន់ឬក៏ប្រាក់ bonus លើកទឹកចិត្តផងដែរហើយចំណែករឿងស្នេហាវិញអ្នកដែលនៅលាវណាកំពុងតែចាយល់សប្តិឃើញសត្វជ្រូកនេះក្នុងទម្រង់បែបណាក្តីអ្នកនៅលាវអាចត្រូវបានគេសុំស្នេហ៍សុំស្រឡាញ់ចាមើលចិត្តមើលថ្លើមគ្នាអញ្ចឹងទៅឯបុរសនឹងបានជួបដៃគូដែលមានអាយុចាវែងឬក៏អាយុខុសគ្នាមួយខ្សែឬក៏លើសពីនេះចាក្នុងន័យនេះគឺចាំមានន័យថាតកតងទៅនឹងស្នេហាបើអ្នកតែសប្តិឃើញសត្វជ្រូកណាក្នុងទម្រង់បែបណាក្តីចាអ្នកនៅលាវអាចនឹងជួបមនុស្សដែលគេនឹងសុំស្រឡាញ់សុំស្នេហាអញ្ចឹងទៅអាចនឹងមើលចិត្តមើលថ្លើមគ្នាសិនហើយចាហើយបើជាមនុស្សប្រុសចាគឺអាចនឹងជួបមនុស្សចាត្រូវចិត្តប៉ុន្តែអ្នកនោះអាចនឹងអាយុច្រើនជាងបន្តិចចាអាចនិយាយបានថាស្រឡាញ់ស្រីចាស់អញ្ចឹងណាមើលចិត្តមើលថ្លើមគ្នាអញ្ចឹងទៅឯសប្តិទី2គឺការដែលសប្តិឃើញសត្វគោនៅពេលដែលអ្នកគេងទៅសប្តិឃើញសត្វគោចានាំមកនៅលាភសំណាងល្អនិងអាក្រក់មករួមគ្នាតែម្ដងការបើសិនជាលោកអ្នកសប្តិឃើញសត្វគោសុទ្ធតែជាប្រផ្នូលប្រាប់ពីហេតុការណ៍ដែលកើតឡើងក្នុងជីវិតពិតនាពេលបច្ចុប្បន្នការបើលោកអ្នកសប្តិឃើញសត្វគោមានន័យថាអ្នកនឹងមានលុយចាយមិនខ្វះនោះទេក៏ប៉ុន្តែក្នុងអំឡុងពេលនេះគួរប្រយ័ត្នរឿងនិយាយស្ដីបន្តិចព្រោះថាវាអាចបង្កជាចំនួនបង្កជាបញ្ហាណាមួយជាយថាហេតុដល់លោកអ្នកផងដែរហើយមួយវិញទៀតកាលណាសប្តិឃើញសត្វគោជាច្រើនក្បែរគឺបញ្ជាក់ខាងហិរញ្ញវត្ថុវានឹងមិនមែនជាការចំណាយខ្ជះខ្ជាយឡើយតែជាលុយហូរចូលក្នុងហោប៉ៅរបស់អស់លោកអ្នកដោយសារតែលោកអ្នកខិតខំប្រឹងប្រែងធ្វើការកន្លងមកតែមួយវិញទៀតដែលលោកអ្នកគួរតែប្រុងប្រយ័ត្នគឺកាលណាបើសិនជាលោកអ្នកសប្តិឃើញជិះគោចាជិះគោមានន័យថាក្នុងអំឡុងពេលនេះគួរតែរស់នៅដោយប្រុងប្រយ័ត្នគឺព្រោះថាវាអាចមានគ្រោះថ្នាក់ឬត្រូវបានខាំដោយសត្វល្អិតឬក៏សត្វដែលមានពិសណាមួយមកខាំចាគឺក្នុងន័យនេះគឺមានន័យថាលោកអ្នកគួរតែប្រុងប្រយ័ត្នអាចនឹងមានសត្វអាសេរពិសឬក៏សត្វដែលមានពិសក៏ដូចជាពស់ក្អែបចាខ្យាដំរីអីចឹងទៅឬក៏ឃ្មុំអីចឹងណាសត្វដែលមានពិសចាគឺខំលោកអ្នកក្នុងអំឡុងចាបន្ទាប់ពីលោកអ្នកសប្តិចាសប្តិឃើញចាជិះគោណាគឺអត់ល្អនោះទេចាទី3គឺសប្តិឃើញសត្វមាន់ចាសត្វមាន់ក្នុងក្តីសប្តិគឺតំណាងឲ្យលុយកាក់ហូរចូលអត់ដាច់និងជីវិតជួបតែភាពសប្បាយរីករាយការបើលោកអ្នកសប្តិឃើញមាន់សត្វមាន់មិនថាតែកូនមាន់មេមាន់ចាមាន់អាគកអីនោះទេចាបើយោងទៅតាមជំនឿរបស់ខ្មែរយើងគឺសុទ្ធតែសំដៅដល់ប្រផ្នូលនិងទំនាយទៅតាមភាពជាក់ស្ដែងនៅក្នុងសង្គមពិត
កាលណាបើសិនជាលោកអ្នកសបិនឃើញមន់ឬក៏មេមន់ឬក៏កូនមន់កំពុងបណ្ដើរគ្នាឬក៏កំពុងក្រាបពងនៅក្នុងសម្បុកនោះមានន័យថាក្នុងអំឡុងពេលនេះអ្នកនឹងមានលុយកាក់ហូរចូលមកក្នុងជីវិតឬក៏ប្រហែលជាទទួលបានអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាពេញចិត្តសប្បាយចិត្តនៅក្នុងជីវិតណាហើយក៏ប៉ុន្តែចូលប្រយ័ត្នផងដែរកុំលោភលន់ហួសប្រមាណហើយត្រូវចេះអនុគ្រោះដល់ជីវិតជីវិតសត្វផងមួយវិញទៀតសបិនឃើញខ្លួនឯងដេញចាប់មន់ឬក៏ចង់សម្លាប់មន់យកទៅធ្វើម្ហូបសបិននេះមានន័យថាក្នុងអំឡុងពេលនេះការប្រកបអាជីវកម្មដែលលោកអ្នកបណ្ដាក់ទុនគឺមានប្រាក់ចំណេញឬការលក់កាន់តែប្រសើរជាងមុនមានអតិថិជនដឹងឮច្រើនឬក៏មានអតិថិជនទទួលស្គាល់ផលិតផលដែលបង្កើតដោយអាជីវកម្មរបស់អ្នកកាន់តែច្រើនដូច្នេះលោកអ្នកត្រូវតែក្តាប់ឱកាសនេះឲ្យបានល្អនិងខិតខំបន្ថែមទៀតនូវផលចំណេញនឹងមកចិត្តលោកអ្នកចាក់ជាមិនខាននោះឡើយមួយវិញទៀតសុបិនថាខ្លួនឯងបានហូបសាច់មាន់ហូបសាច់មាន់ដូចជាឆាក្តៅដូចជាតកតងទៅនឹងហូបសាច់មាន់ណានោះមានន័យថាលោកអ្នកអាចជួបទុក្ខវេទនាផ្លូវចិត្តខ្លះឬក៏ធ្វើឲ្យមិនស្រួលនៅក្នុងអារម្មណ៍ដោយប្រការណាមួយហើយបើសិនបើមានក្តីសុបិនបែបនេះលោកអ្នកត្រូវតែគិតឲ្យបានវែងឆ្ងាយហើយដូច្នេះចូលប្រយ័ត្នប្រយែងឲ្យមែនតែនរាល់ពាក្យសម្ដីរាល់ទង្វើឬក៏ការនិយាយស្ដីទៅកាន់នរណាម្នាក់ត្រូវតែប្រយ័ត្នមាត់កព្រោះក្នុងអំឡុងពេលនេះការដែលបើសិនជាលោកអ្នកសុបិនឃើញដូចនេះតកតងនឹងពាក្យសម្ដីរបស់អស់លោកអ្នកដែលនិយាយទៅកាន់គេហើយគេមិនយកចិត្តទុកដាក់ហើយបើសិនជានៅតែតតឹងឬក៏ចចេះលោកអ្នកនឹងខាតប្រយោជន៍ដែលលោកអ្នកខំសន្សំមកជាយូរមកហើយប៉ុន្តែប្រសិនបើលោកអ្នកសុបិនឃើញមន់កំពុងតែក្រាបពងនៅក្នុងសម្បុកឬក៏កំពុងតែពងនៅក្នុងសម្បុកមានន័យថានៅក្នុងជីវិតពិតបច្ចុប្បន្ននេះអ្នកនឹងជួបតែរឿងល្អចូលមកក្នុងជីវិតឥតដាច់មានទាំងអារម្មណ៍រំភើបរីករាយមានទាំងក្តីសង្ឃឹមសប្បាយចិត្តទៅថ្ងៃអនាគតតែទោះជាយ៉ាងណាការបើសុបិនឃើញសត្វមាន់គឺតំណាងឲ្យភាពសម្បូរសប្បាយក្នុងជីវិតពិតដោយសារមាន់ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានភាពអំណត់ក្នុងកិច្ចការងារបំផុតចំណឹងទី4សុបិនឃើញសត្វទានៅក្នុងក្តីសុបិនគឺតំណាងឲ្យជីវិតគ្រួសារមានភ័ព្វសំណាងឬជីវិតគ្រួសារកាន់តែរីករាយតាមសភៅទំនាបបុរាណបាននិយាយថាសុបិនឃើញទាជាប្រផ្នូលវិជ្ជមានសម្រាប់ម្ចាស់ខ្លួនព្រោះត្រូវបានបុរាណចារទុកជាសុបិនដែលនាំមកនៅសេចក្តីសុខយ៉ាងពេញលេញប្រៀបទៅដល់ដូចនឹងទឹកឃ្មុំកំពុងពេញក្បាលទឹកអីចឹងឯងគឺនាំមកនៅសេចក្តីសុខសាន្តពេញប្រៀបមកដល់ស្វាមីភរិយាក៏ដូចជាក្រុមគ្រួសារទោះជាយ៉ាងណាក្តីក៏ចូលប្រយ័ត្នចំពោះសុខភាពនៅក្នុងពេលអាកាសធាតុដែលកំពុងប្រែប្រួលនេះផងដែរតែទន្ទឹមនឹងភាពល្អក៏មានចំណុចខ្វះខាតនៅក្នុងនោះផងដែរការបើសុបិនឃើញទាផ្នែកការងារវិញលោកអ្នកត្រូវតែប្រុងប្រយ័ត្នក្នុងការវិនិយោគឬក៏ចូលពិនិត្យបច្ច័យឲ្យបានមែនតែនមុននឹងសញ្ញេឯកសារក៏ដូចជាចុះហត្ថលេខាលើឯកសារសំខាន់ណាមួយលោកអ្នកត្រូវតែត្រួតពិនិត្យឲ្យគ្រប់ជ្រុងជ្រោយល្អិតល្អន់ទើបការងារមិនខុសទៅថ្ងៃខាងមុខរីឯចំពោះជីវិតស្នេហាគ្រួសារវិញបើសុបិនឃើញទាជាសញ្ញាល្អក្នុងទំនាក់ទំនងមិនថាអ្នកមិនទាន់រៀបការក្តីឬក៏មានគូស្វាមីហើយក្តីនឹងមានភាពចុះសម្រុងគ្នាល្អណាស់រីឯកូនចៅរបស់អស់លោកអ្នកគឺមានតែភាពសប្បាយរីករាយពេញផ្ទះតែម្ដងបងប្អូនជាទីគោរពស្រឡាញ់សុបិនទាំង4នេះសុបិនឃើញជ្រូកគោមាន់ទានេះគឺជាសិតតែសុបិនល្អប៉ុន្តែមុនកុំអពេកគឺត្រូវតែប្រុងប្រយ័ត្នផងគឺមានទាំងអាក្រក់និងមានទាំងល្អមករួមគ្នាប៉ុន្តែសុបិនល្អច្រើនជាងអាក្រក់
ដូច្នេះហើយពេលខ្លះលោកអ្នកត្រូវតែប្រុងប្រយ័ត្នកាលមកបើស្បិនឃើញចាមួយណាក្នុងចំណោមសត្វទាំងនេះចាសូមអរគុណចំពោះការតាមដានស្ដាប់កុំភ្លេចណាជួយchia ឬក៏ Subscribe ផងដើម្បីទទួលបានវីដេអូថ្មីចាសូមអរគុណក៏ដូចជាសូមគោរពលា